đây nèគ្នាខ្ញុំសាចឹងថ្ងៃហ្នឹងគឺយើងមកធ្វើវីដេអូតាក់ទងជាមួយនឹងវិធីបង្កើត Wall សម្រាប់ Minecraft 1.20.1 នៅលើទូរស័ព្ទអូខេឥឡូវយើងចុច play ទៅសម្រាប់អ្នកដែលគាត់ទៅលេង Minecraft លើកដំបូងហើយយើងចុច create បន្តមកទៀតយើងចុច create new wall អញ្ចឹងយើងមកដល់កន្លែងនេះអានេះគឺកន្លែង UI ថ្មីអានេះគឺគេ update តាំងពី 1.20 តាំងពី version ប្រហែលជា 1.19 ខ្ញុំភ្លេចបាត់ហើយអូខេឥឡូវយើងចូលមកដល់កន្លែងនេះសម្រាប់ wall name គឺជាកន្លែងដែលយើងត្រូវដាក់ឈ្មោះ wall តែបើសិនជាអត់ចង់ដាក់ក៏បានដែរគឺវានឹងបង្កើតដល់ខ្លួនឯងចូលឡងដាក់ទៅបើសិនជាយើងលេងលើដំបូងហើយលើក្រោយយើងចង់លេង wall ហ្នឹងប៉ុន្តែដឹងថាទៅរកនៅតាណាឥឡូវយើងដាក់ឈ្មោះជីទៅខ្ញុំដាក់ first my survival អូខេដាក់អញ្ចឹងមកវាមានប៉ះពាល់ទេកន្លែង wall name ហ្នឹងហើយបន្តមកទៀតយើងអមមកខាងក្រោមចំពោះ game mode គឺវាមាន survival ហើយនិង creative បើសិនជាយើងប្រើ creative នៅក្នុង wall ហ្នឹងគឺយើងមិនមែនជា survival ទេគឺយើងជា creative ហើយ monster ក៏អត់អាចធ្វើឲ្យយើងបានដែរវាគ្រាន់តែឃើញយើងប៉ុន្តែវាអាចសម្លាប់យើងបានទេឥឡូវខ្ញុំដាក់ជា survival ចំពោះកន្លែងនេះគឺវាមានប្រភេទជា game easy game normal ហើយនិង game hard ហើយនេះគឺ peaceful បើសិនជាយើងដាក់ហ្នឹងទៅនៅពេលយប់អត់មានជាមួយនឹង monster ទេវាគ្រាន់តែមានជាមួយនឹង mob សត្វអីផ្សេងៗអញ្ចឹងទៅប៉ុន្តែបើសិនជា mob គឺអត់មានទេអញ្ចឹងខ្ញុំសូមដាក់ប្រភេទជា normal មកបងប្អូនគ្នាលេងលើកដំបូងដាក់ normal ក៏បានដាក់ easy ក៏បានដែរតែបើសិនជាចង់សាករសជាតិមិនគឺអានឹងដាក់ hard ទៅអានោះបើសិនអ្នកគ្នាចង់ភ្លក់រសជាតិហ្គេមហ្នឹងមិនអូខេឥឡូវខ្ញុំសូមដាក់normal wait អូខេខ្ញុំដាក់ normal អញ្ចឹងកន្លែង general គឺមានតែប៉ុណ្្នឹងទេព្រោះគេ update UI ថ្មីអញ្ចឹងយើងមកដល់ខាងក្រោមនេះខាងក្រោមនេះគឺអានេះគឺ wall set អានេះបើសិនជាយើងចង់ដាក់ក៏បានដែរបើសិនយើងស្គាល់ set កន្លែងណាស្អាតៗអីចឹងទៅតែបើសិនយើងអត់ស្គាល់ទេតែចឹងក៏បានឬក៏យើងចុចកន្លែងនេះក៏បានដែរគឺវានឹងរើសជាមួយនឹង wall set ដែលយើងចង់ទៅនៅឬក៏ប្រភេទជា biome បើសិនអ្នកគ្នាចង់យកមួយណាក៏បានដែរវាមានទាំង stronghold វាមានទាំង epic jungle មានទាំង cherry ទីអានេះគឺ cherry ដែលគេទៅតែ update របស់ biome ថ្មីឥឡូវសុំយកcherry ហ្មងណាដាក់នេះណាអញ្ចឹងគឺវានឹងដាក់ជាមួយនឹង wall set ឲ្យយើងហើយអូខេដាក់អញ្ចឹងហើយបន្តមកទៀតកន្លែងខាងក្រោមនេះអានេះគឺ wall flat wall flat wall ហ្នឹងគឺអ្នកទាំងអស់គ្នាឃើញរូបនៅកន្លែងនេះអាហ្នឹងពេលយើងចូលទៅអត់មានអីទេកន្លែងហ្នឹងអត់មានអីទេអញ្ចឹងយើងបិទវាមកដើម្បីឲ្យវាคล้ายទៅជា wall ដែលយើងជ្រើសមិញហ្នឹងអូខេអញ្ចឹងបន្តមកទៀតcomment ខាងក្រោមនេះគឺនៅពេលដែលយើងចូលទៅគឺគេនឹងឲ្យជាមួយ map យើងមួយកន្លែងហ្នឹងណាអូខេអាហ្នឹងគឺគេឲ្យ map យើងហើយចំណែកខាងក្រោមនេះគឺនៅពេលដែលយើងបើទៅចូលទៅដល់ខាងក្នុង wall ទៅគឺគេនឹងឲ្យជាមួយនឹង chest យើងមួយហើយនឹង item នៅក្នុង chest ហ្នឹងដឹងថាមានអីខ្លះទេគឺវា random ឲ្យយើងឥឡូវបើកវាអញ្ចឹងក៏បានដែរចំពោះនេះគឺ source coordinate គឺបង្ហាញជាមួយនឹង position ដែលយើងនៅឬក៏សម្រាប់អ្នកគាត់លេងដំបូងគាត់ចង់ទៅរក diamond នៅខាងក្រោមអីចឹងទៅចង់ដឹងថាវានៅតំបន់ណាតែអ្នកគ្នាអាចបើកវាក៏បានដែរឥឡូវបើកវាទៅដើម្បីងាយស្រួលលេងចំពោះ comment មួយនេះគឺតាក់ទងជាមួយនឹងដាច់កេះបើសិនជាយើងបើកជីគឺយើងអាចប្រើដាច់កេះដុតផ្ទះឬក៏ដុតឈើដុតអីចឹងទៅខ្ញុំនិយាយលេងដុតផ្ទះហ្នឹងដុតដើមឈើឬក៏ធ្វើអីផ្សេងៗចឹងតែតាក់ទងមួយដាច់កេះប៉ុន្តែបើសិនជាយើងបិទជីគឺយើងអាចប្រើវាបានទេយើងគ្រាន់តែប្រើវាដុតខ្លួនឯងបានបើសិនយើងយកវាទៅដុតលើប្លុកឬក៏លើឈើលើអីគឺវាអត់ work ទេអានេះធម្មតាគឺគេបើកអញ្ចឹងបើកវាទៅចំពោះ TNT អានេះគឺ comment TNT បើសិនបើយើងបិទអញ្ចឹងគឺយើងអាចប្រើ TNT បានទេបើសិនជាយើងដាក់ TNT បានយើងប្រើតែកេះដុតលើវាក៏វាអត់ឆេះដែរក៏វាអត់ផ្ទុះដែរអញ្ចឹងបើកវាទៅអាហ្នឹងគឺហ្គេមជាធម្មតាគឺគេបើកវាហើយបងប្អូនអាខាងនេះបិទអាខាងនេះបើកអូខេអញ្ចឹងអានេះគឺ respawn block អានេះគឺតាក់ទងជាមួយនឹង Cray ប្រហែលតាក់ទងមួយ Cray ហើយនឹង Anchor ដែលយើងអាចយកវាទៅប្រើនៅក្នុង Nether ឬក៏ប្រើនៅក្នុង The End បានអានេះគឺយើងយកវាទៅផ្ទុះនៅ The End ណាឬក៏ Nether ហ្នឹងប៉ុន្តែបើសិនយើងបិទវាយើងយកវាទៅប្រើនៅក្នុង Nether គឺវាអត់ផ្ទុះទេចំពោះ Cray ហ្នឹងតែបើសិនជាយើងបើកវាយើងយក Cray ហ្នឹងទៅដាក់នៅក្នុង Nether នៅពេលយើង click លើវាទៅគឺវានឹងផ្ទុះអូខេអាហ្នឹងជាទូទៅ wall គេបើកហើយអានេះគឺតាក់ទងជាមួយនឹង mob drop item បើសិនជាយើងស្លាប់
ដូចជា skeleton នេះទៅគឺវានឹងត្រប់ជាមួយនឹងឆ្អឹងហើយនឹងក្របព្រួញបើសិនយើងស្លាប់ទៅលើ creeper គឺវានឹងត្រប់ជាមួយនឹងការ powder អញ្ចឹងយើងបើកវាទៅវាត្រប់មកបើសិនយើងបិទវាគឺវាអត់ត្រប់អីមកទេពេលយើងស្លាប់វាcomment មួយនេះគឺតាក់ទងជាមួយនឹងឈាមឬក៏នៅពេលដែលយើង clean ហ្នឹងបើសិនយើងបិទទោះបីជាយើងលេងរាប់ពាន់ឆ្នាំទៀតក៏វាអត់ clean ដែរហ្នឹងអញ្ចឹងយើងបើកវាទៅព្រោះសិនអ្នកគ្នាចង់លេងអត់ចង់ញ៉ាំអីទេគឺបិទវាជីទៅតែយល់ល្អគឺបើកទៅលេងត្រូវចេះ clean ទៅចេះស្វែងរកចំណីឥឡូវយើងមកដល់ comment នេះម្ដងចំពោះ comment មួយនេះគឺតាក់ទងជាមួយនឹងត្រប់ប្លុកអីផ្សេងៗហ្នឹងឧទាហរណ៍នៅពេលដែលយើងវាយដីបែកដីមកប្លុកចឹងទៅគឺវានឹងត្រប់ដីឲ្យយើងបើសិនជាយើងវាយជាមួយនឹងថ្មកាប់ថ្មឯហ្នឹងគឺវានឹងត្រប់ជាមួយនឹង cobblestone នេះយើងនិយាយទៅគឺកាប់ប្លុកអីគឺវានឹងត្រប់ប្លុកនោះឲ្យយើងវិញបើសិនជាយើងបិទគឺវាអត់ត្រប់អីទេគឺវាយបែកដីក៏វាឲ្យដីយើងដែរអញ្ចឹងយើងបើកវាទៅចំពោះ comment មួយនេះគឺតាក់ទងជាមួយនឹង skip នៅពេលដែលយើងស្លាប់ឧទាហរណ៍បើសិនជាយើងស្លាប់ឲ្យ41អញ្ចឹងទៅគឺវានឹងមានជាមួយនឹងប៊ូតុន2ឲ្យយើងចុចខាងលើគឺ respawn ហើយអាខាងក្រោមគឺយើងចុចមកខាងក្រៅវិញគឺចេញពី wall ហ្នឹងណាអញ្ចឹងបើសិនជាយើងស្លាប់ភ្លាមយើងចង់ឲ្យខ្លួនឯងកើតភ្លាមអញ្ចឹងយើងបិទវាជីទៅអូខេឥឡូវគឺយើងមកដល់កន្លែងនេះអានេះគឺតាក់ទងជាមួយនឹង game choke អានេះគឺបើសិនទូរស័ព្ទទាំងអស់គ្នាលេង smooth ទាំងអស់គ្នាអាចដាក់វាឆ្ងាយក៏បានដែរអាហ្នឹងក៏យើងអាចយកវាទៅ setting នៅកន្លែង video បានដែរអញ្ចឹងអានេះតាក់ទងជាមួយនឹង wall ទេអានេះគឺ64 គុណ 64 ប្លុកពីកន្លែង player ពីកន្លែងដែលយើងលេងហ្នឹងយើងអាចមើលចម្ងាយបានរហូតដល់64ប្លុកគុណនឹង64មកជុំវិញខ្លួនអញ្ចឹងគឺយើងអាចមើលចម្ងាយបាន64គុណនឹង64ចាំបើសិនយើងដាក់6គឺចម្ងាយដែលយើងអាចមើលបានគឺ96ប្លុកពីកន្លែងដែលយើងនៅហ្នឹងណាបើសិនយើងដាក់8ឈុកគឺ128ប្លុកគឺវាឆ្ងាយអាហ្នឹងវាអាចធ្វើឲ្យទូរស័ព្ទយើងរៀងឡឹកដែរបើសិនទូរស័ព្ទយើងវាកម្រិតទាបអញ្ចឹងខ្ញុំសុំដាក់តែប៉ុណ្នេះមកអូខេឥឡូវយើងមកដាក់ multiplayer ហ្នឹងគឺយើងអាចឲ្យគ្នាយើងចូលលេងជាមួយយើងតាមរយៈការ share Wi-Fi ឬក៏បើសិនយើងនៅជាមួយគ្នាយើងអាចចូលលេងជាមួយគ្នាបានបើសិនអ្នកគ្នាមានជាមួយនឹង account Microsoft ហើយគ្នាបើទាំងអស់គ្នាមាន account Microsoft ដូចគ្នាមួយនេះតើតែយើង invite player ទៅពួកគាត់អាចចូល wall របស់យើងបានទោះបីជាយើងមានជាមួយនឹង friend មួយគាត់ក៏ដោយអានេះគឺតាក់ទងជាមួយនឹង friend បើសិនយើងមាន friend ជាមួយគ្នានៅពេលដែលយើងចូលទៅ wall ទៅគាត់អាចចូលលេងមួយយើងបានហើយនេះគឺ friend of friend មានន័យថាបើសិនជាយើងមាន friend ជាមួយគាត់ហើយគាត់មាន friend អ្នកផ្សេងមួយទៀតអញ្ចឹងអ្នកដែលមាន friend ជាមួយនឹងមិត្តភក្តិរបស់យើងហ្នឹងក៏គាត់អាចចូលលេងជាមួយយើងបានដែរនៅក្នុង wall មួយហ្នឹងអញ្ចឹងយើងដាក់ត្រឹម friend មកដល់កន្លែងនេះគឺតាក់ទងជាមួយនឹង permission នៅខាងក្រោមនេះទាំងអស់គ្នាអានេះបើសិនជាយើងឲ្យគាត់ចូលក្នុង wall របស់យើងបើសិនជាយើងដាក់មួយនេះទៅពេលដែល friend របស់យើងចូលទៅដល់គឺគាត់ប្រភេទជា visitor គាត់អាចមើលបានបើតែអាចធ្វើអីបានទេវាយប្លុកក៏វាយអត់បានធ្វើអីផ្សេងក៏អត់បានដូចគ្នាបើសិនយើងដាក់នេះគឺ member ចូលទៅដល់គាត់មាននាមជា member បើសិនដាក់នេះគឺជា OP គាត់ចូលទៅដល់ភ្លាមគឺគាត់នឹងបានជាមួយនឹង OP គាត់អាចប្រើ comment ឬក៏ប្រើ slash អីផ្សេងៗចឹងទៅឥឡូវយើងដាក់ member មកអានេះគឺ visible to land player on your local network can join your wall អានេះគឺបើសិនជាយើងបើកជីទៅ player ដែលគាត់ដូចជា share Wi-Fi ជាមួយយើងអញ្ចឹងទៅគាត់អាចចូលលេងមួយយើងបានអាហ្នឹងគឺបើកទៅទាំងអស់គ្នាអូខេអានេះគឺ friendly fire អានេះតាក់ទងមួយដេកេសដែរអូអានេះដេកេសហោះទាំងអស់គ្នាបើសិនយើងបិទទៅគាត់អាចប្រើដេកេសបានទេតែបើសិនយើងបើកទៅគាត់អាចប្រើដេកេសដុតជើងបានអូខេឥឡូវយើងមកដល់ cheat នេះគឺជា cheat កន្លែង cheat នេះគឺបើសិនជាយើងបើក cheat ហ្គេមទាំងអស់ហ្នឹងគឺយើងជា OP នៅក្នុង wall មួយហ្នឹងទៅពេលយើងចូលទៅដល់គឺយើងអាចប្រើ slash ឬក៏ប្រើ comment អីផ្សេងៗបានតែបើសិនយើងបិទចូលទៅដល់គឺធម្មតាយើងជា member អូខេឥឡូវបើសិនយើងបើក cheat អញ្ចឹងប្រភេទជាថ្ងៃទាំងអស់គ្នាអានេះ elevate day ហ្នឹងគឺពេលយើងចូលទៅដល់ទៅគឺវាថ្ងៃរហូតយើងលេងរាប់ពាន់ឆ្នាំទៀតក៏វានៅតែពេលថ្ងៃដែរវាមានពេលយប់ទេឥឡូវយើងដាក់នៅ mall ទៅនៅក្នុង Minecraft មួយថ្ងៃវាស្មើនឹងរយៈពេល24នាទី24នាទីនៅខាងក្រៅរបស់យើងណាវាស្មើនឹង24ម៉ោងនៅក្នុងហ្គេមពីភ្លឺដល់យប់ពីយប់ដល់ភ្លឺវិញស្មើនឹង24នាទីនេះគឺ keep inventory គឺនៅពេលដែលយើងស្លាប់ទៅគឺអត់បានជាមួយនឹង item ទេអូខេបើសិនអ្នកគ្នាលេងលើតពតបើកវាទៅស្លាប់អត់បាត់ item ចំណាំផងអាមួយនេះគឺ keep inventory បើកជីស្លាប់អត់បាត់ item ហ៎
នេះគឺ mob spawning ចំពោះ mob មួយហ្នឹងគឺពេលយើងបិទទៅចូលទៅក្នុង wall វាអត់ spawn zombie ឬក៏ spawn ប្រភេទជា monster អីចេញមកទេអញ្ចឹងយើងបើកវាទៅអាមួយនេះគឺតាក់ទងមួយ creeper បើសិនជាយើងបិទចឹងទៅវាផ្ទុះអត់បែកប្លុកអត់បែកអីទេប៉ុន្តែបើសិនជាយើងបើកគឺវាផ្ទុះបែកប្លុកអញ្ចឹងជាទូទៅគឺគេបើកវាតែបើសិនអ្នកគ្នាចង់បិទក៏បានដែរផ្ទុះអត់បែកប្លុកទេបើកគឺវាផ្ទុះបែកអានេះតាក់ទងជាមួយនឹង drop item ខ្ញុំនិយាយហើយអានេះគឺ drop item មកនៅពេលយើងវាយប្លុកទៅគឺវានឹង drop អានេះតាក់ទងមួយ cheat ទេបងប្អូនគ្នាអានេះគឺតាក់ទងមួយមេឃភ្លៀងមេឃអីបើសិនជាយើងបិទទៅវាអត់មានភ្លៀងអត់មានផ្គរអត់មានគេហៅថាព្រើលធ្លាក់អីទេតែយើងបើកវាទៅក៏អត់មានភ្លៀងមានអីធ្លាក់ផងអានេះតាក់ទងជាមួយនឹង console command ដូចជាយើងប្រើ slash នៅកន្លែង chat ទៅ slash game roll game mod អីផ្សេងៗចឹងទៅអញ្ចឹងយើងបើកវាទៅនេះគឺតាក់ទងមួយ comment block នៅពេលដែលយើងយក comment block មកប្រើគឺបើសិនជាយើងបិទយើងប្រើវាមិនក៏វាអត់ work ដែរអញ្ចឹងយើងបើកវាទៅបើកអូខេនេះគេអានេះតាក់ទងមួយនឹងនេះមែនអីគេអាហ្នឹងដឹងដែរដឹងដែរបងប្អូនអូខេឥឡូវនេះគឺ random text speed នេះគឺនៅពេលដែលយើងឧទាហរណ៍យើងដាំទៅលើដំណាំមួយចឹងទៅបើសិនជាយើងដាក់50អាដំណាំហ្នឹងគឺវាឆាប់ដោះលឿនមែនតើយើងដាក់100វាដោះកាន់តែលឿនដាក់1000កាន់តែលឿនជាងហ្នឹងទៀតអាហ្នឹងគឺ random text speed តាក់ទងជាមួយនឹងការដាំដំណាំអីផ្សេងៗយកឡដាក់មួយទៅលេខធម្មតាទៅបាច់ខ្វល់ច្រើនទេអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេនេះគឺតាក់ទងមួយ resource pack ខ្ញុំអត់មាន resource pack ទេខ្ញុំមានតែ hero brand អានេះ mod ទេបងប្អូនមិនមែនជា resource pack ទេអានេះខ្ញុំដាក់ mod ទេតែខ្ញុំអត់ប្រើវាទេជាពួកកន្លែងនេះគឺអីគេវិញខ្ញុំមើលសិនអាមួយនេះគេចេញយូរហើយតែខ្ញុំមិនដែរយល់ពីវាសោះអូខេតោះបងប្អូនមិនបាច់ចាំយល់ទេចង់យល់ស្រាវជ្រាវខ្លួនឯងឥឡូវគឺយើងធ្វើអីហួសៗអស់ហើយយើងអាចចុច create បានកន្លែងនេះបងប្អូនតាក់ទងជាមួយនឹងរើសជាមួយនឹង control mod វាមាន mod ច្រើនបងប្អូនចង់យកមួយណាក៏បានដែរអាមួយណាគិតទៅស្រួលលេងយកមួយហ្នឹងទៅចំពោះខ្ញុំគឺខ្ញុំយកមួយនេះអូខេចុច select វាទៅអញ្ចឹងវានៅបង្កើតជាមួយនឹង wall យើងហើយអ្វីដែលយើងរើសទាំងប្រមាណមិញហ្នឹងគឺវានឹងចូលទៅក្នុង wall ហ្នឹងទាំងអស់យើងរើសដូចជា chest ហើយនឹង map ហើយ keep inventory អីផ្សេងៗអត់បានបិទទេបងប្អូនចុចគ្រាអានេះមួយមកនៅពេលយើងចូលលេងលើក្រោយមិនចាំចុចម្ដងទៀតទេ let's go អូខេឥឡូវគឺយើងចូលមកដល់ក្នុងហ្គេមអី Minecraft លើ Android ខ្ញុំទៅ download ទេខ្ញុំអត់បានការ setting តាក់ទងជាមួយនឹងនេះក្របចុចរបស់វាទេអញ្ចឹងអូខេលេងប៉ុណ្ណឹងទៅនេះគឺអ្វីដែលយើងជ្រើសរើសមុនពេលដែលយើងបង្កើត wall យើងចុច create មកបងប្អូនឃើញ map នេះគឺ cherry បងប្អូន cherry ទៅខាងនោះអាយ៉ាហើយអានេះគឺ chest ជា chest ដែលយើងរើសមិញដែរវាអស់មកអញ្ចឹងចំពោះ cherry biome ដែលយើងរើសមិញហ្នឹងគឺវានៅខាងនោះវាមិនមែននៅកន្លែងដែលយើងកើតមកភ្លាមទេគឺវានៅកន្លែងឆ្ងាយពីយើងកើតបន្តិចបងប្អូនឃើញហ៎ខាងនោះគឺជាឈើ cherry ហើយជា cherry biome នៅខាងនោះដើរទៅទីទៀតទៅគឺដល់ហើយនេះគឺ cherry biome តែយើងរើសមិញហ្នឹងបើសិនអ្នកគ្នាចង់រើស seed កន្លែងណាគឺដាក់កន្លែងហ្នឹងទៅវាមានកន្លែងច្រើនប្រភេទច្រើន biome ដែលឲ្យបងប្អូនរើសបានមានទាំងពីចង្កក៏បានដែរបងប្អូនទៅនៅណាក៏បានដែរឥឡូវគឺមើលទៅវីដេអូយើងដូចជាអស់ត្រឹមហ្នឹងហើយចំពោះវីដេអូតាក់ទងជាមួយនឹងការបង្កើត wall សម្រាប់ Minecraft 1.20.1 សង្ឃឹមអ្នកទាំងអស់គ្នាចូលចិត្តជាមួយនឹងវីដេអូមួយនេះហ្នឹងហើយកុំភ្លេច like វីដេអូនេះម្នាក់មួយផងជួបគ្នានៅវីដេអូបន្តទៀត